បាទលោកនៅនាងជាទីមេត្រីលោកស្រីប៊ូរចនាភរិយារបស់លោកបណ្ឌិតកែមលីមានប្រសាសន៍ពីទីតាំងលាក់ខ្លួនមួយពីក្រៅប្រទេសមកថាអ្នកស្រីមិនអាចមានប្រតិកម្មអ្វីច្រើនទេនៅពេលនេះអ្នកស្រីគ្រាន់តែឆ្ងល់ថាអាជ្ញាធរបានចាប់ខ្លួនជួបសម្លាប់បានជិតកន្លះឆ្នាំនិងមានរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងដៃតាំងពីពេលនោះមកហេតុអ្វីបានជាពេលនេះទើបអាជ្ញាធរដឹងតម្រុយថាជួបសម្លាប់មិនមានឈ្មោះថាជួបសម្លាប់ហើយការបាញ់សម្លាប់ស្វាមីរបស់អ្នកស្រីនោះមិនពាក់ព័ន្ធនឹងរឿងខ្ចីលុយ$3,000អ្នកស្រីបន្តថាឈ្មោះជួបសម្លាប់ឬក៏ឈ្មោះអ្វីក៏ដោយចុះវាសុទ្ធតែជារឿងដែលអាជ្ញាធរបង្កើតឡើងតែប៉ុណ្ណោះបាទនៅពេលនេះយើងមានអ្នកវិភាគនយោបាយហើយនឹងមានប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូគឺលោកអំសំអាតហើយនឹងអ្នកវិភាគនយោបាយគឺលោកបណ្ឌិតមាសនីយើងក៏មានការចូលរួមពិភាក្សានាឱកាសនេះពីប្រដេជគុណបុត្របន្ទិញផងដែរតាក់ទងនឹងរឿងការចេញតម្រុយថ្មីរបស់អ្នកនាំពាក្យពីក្រសួងមហាផ្ទៃគឺលោកខៀវសុភ័ក្រជុំវិញរឿងថ្មីតាក់ទងទៅនឹងឃាតកម្មរបស់លោកបណ្ឌិតកែមលីនេះបាទខ្ញុំបាទសូមជម្រាបសួរលោកបណ្ឌិតមាសនេះដែលចូលរួមកម្មវិធីយើងជានៅក្នុងបន្ទប់ផ្សាយរបស់អាស៊ីសេរីផ្ទាល់តែម្ដងនៅក្រុងភ្នំពេញបាទសូមជម្រាបសួរបាទយើងក៏មានអ្នកចូលរួមពីរអ្នកទៀតតាមបណ្ដាញទូរស័ព្ទគឺលោកអំសំអាតដែលជាប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូនិងព្រះដេចគុណបុត្របន្ទិញខ្ញុំបាទនិងខ្ញុំកណាសូមជម្រាបសួរនិងថ្វាយបង្គំពីចម្ងាយបាទសូមជម្រាបសួរនឹងហើយយើងបានដំណឹងចុងក្រោយមិញនេះហើយដំណឹងនឹងគឺថាមានលក្ខណៈបន្ទាន់បន្តិចដែលធ្វើឲ្យក្រុមការងាររបស់យើងនឹងផ្ទៀងផ្ទាត់មិនបានចាប់សពគ្រប់មុនពេលផ្សាយនេះបន្តិចដោយមានការច្រឡំខ្លះតាមពិតការប្រកាសរបស់លោកខៀវសុភ័ក្រគឺថាជួបសម្លាប់នឹងលោកមិនជឿថាមានឈ្មោះជួបសម្លាប់នោះទេហើយលោកក៏មិនជឿថាជួបសម្លាប់នឹងបាញ់សម្លាប់លោកបណ្ឌិតកែមលីនឹងគឺមកពីប្រាក់$3,000នោះដែរខ្ញុំដូចជាចាំបានថាអង្គការលីកាដូក៏មានកើតក្រុមមួយស្រាវជ្រាវអំពីឃាតកម្មលើលោកបណ្ឌិតកែមលីនេះដែរខ្ញុំចង់បានតំណែងពីលោកអំសំអាតមុនគេថាតើក្រុមការងារស្រាវជ្រាវរបស់លោកអំសំអាតនឹងមកទល់នឹងពេលនេះនឹងបានមានតម្រុយអីខ្លះដែរតើសំខាន់បំផុតនឹងមានមនុស្សច្រើនណាស់ដែលឆ្ងល់ថាតើជួបសម្លាប់នឹងប្រកាសជាជនដៃដល់ឬមិនជនដៃដល់ដូចខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងដំណឹងដែលយើងទទួលបានពីក្រសួងមហាផ្ទៃនៅថ្ងៃនេះនឹងគ្រាន់តែលោកមិនជឿថាជួបសម្លាប់នឹងឈ្មោះជួបសម្លាប់ទេលោកមិនបានបដិសេធថាជួបសម្លាប់នឹងមិនមែនជាជនដៃដល់ទេតើលោកអ៊ុំសំអាតមកដល់ពេលនេះអាចមានដំណឹងអីខ្លះដែរទេពីការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវរបស់អង្គការលីកាដូនេះបាទតាមការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវយើងនេះគឺមកទល់ពេលនេះយើងមិនទាន់កំណត់តម្រុយឲ្យបានច្បាស់លាស់ទេក៏ប៉ុន្តែអ្វីដែលយើងគិតថាវាមិនអាចទៅរួចត្រង់ដូចជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃលើកឡើងដែរថាទី1យើងមិនជឿថាអ្នកឃាតករនឹងគាត់ឈ្មោះជួបសម្លាប់ទេបាទពីព្រោះឈ្មោះនេះតាំងពីដើមមកគ្មានអ្នកណាមួយដែលអាចជឿជាក់បានថាឃាតករគឺជួបសម្លាប់ទេបញ្ហាទី2លោកជួបសម្លាប់ដែលលើកអះអាងថាបាញ់សម្លាប់លោកកែមលីដោយសារតែចម្ពាក់លុយ$3,000នេះវារឹតតែឆ្ងាយទៅទៀតពីព្រោះខ្ញុំមិនជឿអ្នកទាំងអស់ក៏មិនអាចជឿបានដែរថាលោកបណ្ឌិតកែមលីទៅចម្ពាក់លុយលោកជួបសម្រាប់$3,000បើយើងមើលទៅលើស្ថានភាពទៅលើទិដ្ឋភាពគឺវាមិនអាចទៅរួចតែម្ដងហើយយើងគិតមើលថាតើមានអ្នកដែលគេចម្ពាក់លុយហើយទៅសម្រាប់អ្នកដែលគេចម្ពាក់លុយនេះតើវាបានផលអីវាអត់ដែលមានទេបាទនៅក្នុងបញ្ហានេះហើយមួយទៀតអ្វីដែលយើងមានការសោកស្ដាយយើងគិតថាតាំងពីដើមមកវាមិនដែលមានឈ្មោះហើយជួបសម្លាប់ហើយទាំងអាជ្ញាធរហើយរហូតដល់តុលាការទៀតមកទល់ពេលនេះយើងមិនទាន់ឃើញមានបង្ហាញអត្តសញ្ញាណណាថ្មីថាជួបសម្លាប់នឹងឈ្មោះអីទៅប្រកបទេក្រៅតែពីយើងរកឃើញថាគាត់ឈ្មោះអឿតអាង
ហើយនៅសពគេហៅអឿតអាងប៉ុន្តែនៅក្នុងការស៊ើបអង្កេតនៅក្នុងរបាយការណ៍គឺដាក់តែជួបសម្លាប់នេះដែលយើងជាមន្ទិលសង្ស័យមួយយ៉ាងធ្ងន់ធ្ងរថាតើវាអាចជាឃាតករទៅរួចទេលោកជួបសម្លាប់ហើយបញ្ហាទី2បើយើងមើលទស្សនវិជ្ជាចាស់ស្ដែងរឿងប្រហាក់ប្រហែលគ្នាការបានសម្លាប់នៅលើនៅសាមាតដូចគ្នាដែរហេតុអីក៏កន្លែងផ្សេងនឹងមានការដាក់នៅកាមេរ៉ាសុវត្ថិភាពនឹងហើយលេចចេញព័ត៌មានឲ្យឃើញឃាតករនិងអ្នកពាក់ព័ន្ធរហូតឈានទៅដល់ចាប់អ្នកដែលនៅពីក្រោយខ្នងហើយនឹងជាប់ពាក់ព័ន្ធទៅទៀតប៉ុន្តែរឿងបានសម្លាប់លោកប៉ុន្តែឡើយនេះហេតុអីក៏មិនមានការបង្ហាញតម្រុយអានេះតែធ្វើឲ្យនៅតែមានពេលសង្ស័យហើយតែគេមិនជឿជាក់ថាជួបសម្លាប់នេះគឺឈ្មោះជួបសម្លាប់ឬក៏ជាឃាតករដោយសារមិនទាន់មានអ្វីបីបញ្ជាក់ឲ្យបានច្បាស់លាស់នោះបាទបាទពីក្រុមការងារក្រុមស្រាវជ្រាវការងារនេះរបស់អង្គការលីកាដូតើការស្រាវជ្រាវកន្លងមកនេះអាចចង្អុលបង្ហាញយ៉ាងណាដែលអាចធ្វើឲ្យការសម្រេចជាបឋមនឹងបានទេពីរឿងអ្នកដែលជន់ដៃដល់នឹងតើជួបសម្លាប់នឹងមានភ័ស្តុតាងថាជាជន់ដៃដល់ឬទេឬមួយក៏ភ័ស្តុតាងបង្ហាញថាគាត់មិនមែនជាជន់ដៃដល់យ៉ាងហោចណាស់ការវាយតម្លៃជាបឋមបាទយើងគាត់ទៅវាតម្លៃថាជួបសម្លាប់នឹងគឺមានការពាក់ព័ន្ធប៉ុន្តែវាមិនដឹងថាជាកម្រិតមួយណាដែលសារយើងមិនទាន់មានផុសតាងច្បាស់លាស់ប៉ុន្តែយើងនៅតែគិតថាអ្នកដែលពាក់ព័ន្ធផ្សេងទៀតហ្នឹងគឺក្រៅពីជួបសម្លាប់ហ្នឹងគឺអាចមានអ្នកផ្សេងបន្តទៅទៀតនៅក្នុងករណីហើយក៏មានអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកកាន់នៅផងដែរបាទតើក្រុមស្រាវជ្រាវការងារនេះរបស់អង្គការលីកាដូមានបានព្យាយាមតាក់ទងសុំមើលកាមេរ៉ាសុវត្ថិភាពនឹងទេសុំមើលរូបភាពពីកាមេរ៉ាសុវត្ថិភាពនឹងទេបាទបាទជាយើងឃើញថាឆ្លើយតបជាបន្តរបស់ក្រសួងមហាផ្ទៃក៏ដូចជារាជការពីព្រោះគេចាត់ទុកថាដំណាក់កាលនេះជាដំណាក់កាលនៃការស៊ើបអង្កេតអញ្ចឹងគឺផុសតាងអ្វីទៅនៅលើតុលាការកំពុងតែធ្វើការហើយកន្លងមកយើងឃើញថាការក្រសួងមហាផ្ទៃគេថាអនុញ្ញាតបានពីបើសិនក្រុមគ្រួសារអីសុំមើលប៉ុន្តែអ្នកដទៃគឺគេមិនអនុញ្ញាតឲ្យមើលព្រោះគិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតអញ្ចឹងបើយើងធៀបទៅថាហេតុអីក៏វាអាចខុសគ្នាក្នុងករណីធ្វើក៏កាមេរ៉ាសុវត្ថិភាពនឹងត្រូវបង្ហាញហើយបង្កភាពងាយស្រួលសម្រាប់អាជ្ញាធរក៏ដូចជាតុលាការក្នុងការធ្វើការស៊ើបអង្កេតស្វែងរកជនដៃដល់ហើយនឹងអ្នកដែលពាក់ព័ន្ធទៅវិញនោះបាទសូមអរគុណលោកអំសំអាតឥឡូវនេះខ្ញុំបាទសូមងាកមកលោកបណ្ឌិតមាសនីដែលនៅក្នុងបន្ទប់ផ្សាយរបស់អាស៊ីសេរីបន្តិចវិញលោកបណ្ឌិតតើកន្លងមកនេះនៅពេលដែលមានព័ត៌មានស្កាត់ព័ត៌មានទៅវិញចុះស្កាត់ព័ត៌មានអំពីការដែលតំណែងពីការស្រាវជ្រាវវែកមុខរកឃាតករឬមួយអ្នកណានៅពីក្រោយឃាតករនេះហើយឥឡូវនេះលោកបណ្ឌិតបានឮច្បាស់ហើយអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃថាគាត់មិនជឿថាជួបសម្លាប់នឹងឈ្មោះជួបសម្លាប់ទេហើយការសម្លាប់នឹងក៏មិនមែនមកពីលុយ 3,000 នឹងដែរចុះខាងលោកវិញលុយ 3,000 នឹងអ្នកណាក៏មិនជឿតាំងតែពីដំបូងមកចុះចំពោះលោកវិញថាតើលោកជឿទេថាលោកជួបសម្លាប់នឹងជាជនដៃដល់ឬមួយក៏ជាមិនមែនជនដៃដល់ទេបាទតាមពិតអ្វីដែលខាងមហាជនទូទៅរាប់លានអ្នកបានគិតតាំងពីដើមមកហ្នឹងគឺយើងបានបង្ហាញនៅការមិនជឿទៅលើព័ត៌មាននឹងតាំងពីដើមមកបានហើយខ្ញុំក៏ទទួលស្គាល់ផងដែរនៅស្អីដែលលោកអាដាមខៀវសុភ័ក្របានលើកឡើងខ្ញុំគិតថានេះជាស្របបានជាការយល់ឃើញស្របគ្នាទៅលើអ្វីដែលមហាជនទូទៅបានគិតដែរហើយបើយើងមើលក្នុងករណីនេះហើយសរុបទាំងអ្វីដែលអាដាមខៀវសុភ័ក្របានលើកឡើងថ្មីទៀតយើងគិតថារឿងការសម្លាប់ឃាតកម្មទៅលើលោកកែមលីនេះគឺពិតជាមានការរៀបចំគឺមានអ្នកនៅពីក្រោយខ្នងតែនៅក្នុងនោះគឺមានសំណួរពីរដែលសួរថាតើអ្នកណាដែលជាអ្នកនៅពីក្រោយខ្នងហើយតើតួនាទីរបស់រដ្ឋាភិបាលនៅក្នុងនឹងវាមានការពាក់ព័ន្ធយ៉ាងម៉េចដែរនៅក្នុងនោះយើងឃើញថាទីមួយបើសិនជាការសម្លាប់នេះវាជាការសម្លាប់ដោយផ្ទាល់ពីលោកជួបសម្លាប់
អញ្ចឹងយើងក៏មានចម្ងល់ដែរថាតើហេតុអីក៏វាមានអាចកំបាំងនៅក្នុងការមិនព្រមបង្ហាញកាសែតវីដេអូនៅក្នុង Starmart នឹងបាទហើយនឹងទីពីរទៀតយើងក៏ឆ្ងល់ផងដែរថាបើសិនជាអ្នកនៅពីក្រោយខ្នងជាអ្នកពាក់ព័ន្ធដែលនៅឆ្ងាយហេតុអីក៏ការតាមស៊ើបអង្កេតទាំងអស់នេះវាមានរយៈពេលហាក់ដូចជាយូរមកយើងគិតមកដល់ឥឡូវនេះវាចូល5ទៅ6ខែ4 5 6ខែទៅហើយបាទសម្រាប់ករណីមួយដែលមានការសម្លាប់ផ្អើលគេថានៅកណ្ដាលថ្ងៃហើយផ្អើលមនុស្សរាប់លានអ្នកខ្ញុំគិតថាការពជាពេលរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតនិងបង្ហាញនៅការឈានទៅមុខការវែកមុខរកឲ្យឃើញនៅអ្នកដែលនៅពីក្រោយខ្នងដែលចំណាយពេលយូរយ៉ាងនេះខ្ញុំគិតថាវាដូចជាធ្វើឲ្យមានការសង្ស័យច្រើនរវាងអ្នកនៅពីក្រោយខ្នងហើយនឹងថាតើតួនាទីរដ្ឋាភិបាលនឹងយ៉ាងម៉េចដែរនៅក្នុងរឿងហ្នឹងបានជាវាចេះតែបន្តការតាមដាននឹងចេះតែយូរទៅបាទកាសែតវីដេអូក៏មិនព្រមបង្ហាញហើយការដែលធ្វើការតាមដានដើម្បីឲ្យមានការរីកចម្រើនទៅមុខនោះទៀតក៏យើងឃើញថាមិនឃើញបានបង្ហាញអីដែលឲ្យប្លែកពីអ្វីដែលមហាជនយើងបានដឹងបាទបើប្រៀបធៀបជាមួយនឹងការសម្លាប់ដទៃទៀតយើងឃើញថាក្នុងករណីជាច្រើនដែលយើងឃើញនៅតាម Facebook តាមអីនេះគឺតែមួយថ្ងៃពីរថ្ងៃយ៉ាងយូរមួយអាទិត្យហ្នឹងគឺយើងឃើញថាចាប់បានទាំងជាកោមមកប៉ុន្តែករណីមួយនេះជាករណីដែលកាន់កាប់ផ្ទាល់ទៀតដោយអគ្គបញ្ជាការប៉ូលីសទៀតហើយនៅតែរកមិនឃើញបាទអញ្ចឹងខ្ញុំមានសម្រាប់ខ្លួនខ្ញុំក៏ឆ្ងល់ទៅលើសមត្ថភាពរបស់អគ្គបញ្ជាការប៉ូលីសតែម្ដងថាចុះហេតុអីក៏ករណីដែលឃាតកម្មធម្មតានៅតាមជនបទស្រុកដាច់ស្រយាលហ្នឹងក៏ប៉ូលីសនៅតាមមូលដ្ឋានឬកងកម្លាំងសន្តិសុខនៅតាមមូលដ្ឋានហ្នឹងមានលទ្ធភាពក្នុងការវែករកមុខជនអក្រិតនឹងបានលឿនជាងអគ្គបញ្ជាការប៉ូលីសទៀតបាទនេះជាចម្ងល់ដែលខ្ញុំហើយក៏ដូចជាពលរដ្ឋដទៃទៀតចេះតែចាំមើលតទៅទៀតថាតើនេះមកពីការអសមត្ថភាពរបស់រដ្ឋាភិបាលឬក៏វាជាការសម្លាប់នយោបាយដែលយើងកំពុងតែតាមដានមើលតទៅទៀតបាទបើលោកបណ្ឌិតអ្នកតាមដានស្ថានភាពសង្គមស្ថានភាពនយោបាយលោកបណ្ឌិតនៅមិនទាន់ដឹងទេតាមពិតយើងទាំងអស់គ្នាពឹងលើលោកបណ្ឌិតនឹងហើយដើម្បីឲ្យជួយបកស្រាយតើហេតុអីបានជាមកដល់ពេលនេះហើយនៅមិនទាន់វែកមុខឃាតករឬមួយអ្នកនៅពីក្រោយឃាតករនឹងបានលោកបណ្ឌិតអាចឆ្លើយបានទេអ្វីទៅលោកបណ្ឌិតបញ្ជាក់ថាលោកបណ្ឌិតខ្លួនឯងក៏នៅឆ្ងល់ដែរប៉ុន្តែបើលោកបណ្ឌិតឆ្ងល់ហើយតើបានអ្នកណាទៅសួរទៀតទៅបាទនៅក្នុងករណីនៃឃាតកម្មនេះដោយសារខ្ញុំមិនមែនជាអ្នកដែលជំនាញឬបច្ចេកទេសក្នុងការស៊ើបអង្កេតអញ្ចឹងបើសិនជាខ្ញុំបង្ហាញការសន្និដ្ឋានរបស់ខ្ញុំលឿនពេកទីមួយវាអាចនឹងត្រូវរងការចោទប្រកាន់ថាយើងទៅបរិហាគេដទៃទៀតអ្នកដទៃបាននេះជារឿងមួយដែលកើតឡើងនៅក្នុងស្រុកយើងអញ្ចឹងសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺហើយយើងជាអ្នកដែលតាមដានកិច្ចការសង្គមយើងគ្រាន់តែបានបង្ហាញអំពីអ្វីជាការយល់ឃើញរបស់យើងហើយស្អីដែលមហាជនបានគិតបាទហើយនៅក្នុងករណីនេះខ្ញុំគិតថាបើសិនជារដ្ឋាភិបាលមិនអាចវែកមុខអ្នកដែលនៅពីក្រោយខ្នងនឹងឃើញទេហើយទុកករណីនៅបន្តទៅទៀតខ្ញុំគិតថារដ្ឋាភិបាលនឹងកាន់តែមានការចោទប្រកាន់ច្រើនឡើងពីមហាជនថាករណីឃាតកម្មនេះពិតជារឿងនយោបាយហើយបើសិនជារដ្ឋាភិបាលនៅតែមិនដោះស្រាយវាអាចនឹងជាប់នៅពាក្យពេចន៍មួយទៀតដែលខ្មែរច្រើននិយាយថាករណីនេះនឹងមានការខុបខិតពីរដ្ឋាភិបាលផងដែរបានជាមិនអាចរកផ្លូវចេញឬក៏មិនអាចធ្វើការស៊ើបអង្កេតទៅលើករណីនេះឲ្យឃើញច្បាស់បាទអរគុណលោកបណ្ឌិតឥឡូវនេះដល់បដិជគុណបុត្របន្ទិញម្ដងបដិជគុណបុត្របន្ទិញធ្លាប់ជាគណៈកម្មការរៀបចំពិធីបុណ្យសពលោកបណ្ឌិតកែមលីតាំងពីបុណ្យសពសង្ហែដំបូងបន្ទាប់មកទៀតបុណ្យសព100ថ្ងៃអីជាដើមលោកបណ្ឌិតលោកបដិជគុណបុត្របន្ទិញក៏ធ្លាប់ធ្វើការជិតដិតជាមួយនឹងលោកបណ្ឌិតកែមលីដែរលោកតាមពិតខ្ញុំបានជួបជាមួយនឹងបដិជគុណញយដងហើយនៅក្នុងការផ្សាយរបស់អាស៊ីសេរីយើងនេះទាំងវិទ្យុនិងទាំងទូរទស្សន៍ជជែកគ្នាពីបញ្ហានេះហើយបដិជគុណម្ចាស់ក៏ហាក់ដូចជាមានដំណឹងពីក្រោយឆាកនឹងច្រើនដែរបដិជគុណអាច
មានដីកាអីខ្លះទេតកតងនឹងរឿងថាតើជួបសម្លាប់នេះជាជនដៃដល់ឬមិនជនដៃដល់ពីព្រោះថាមនុស្សភាគច្រើនណាតាមដែលយើងបានឮប្រជាពលរដ្ឋនាំគ្នាទៅជែកទៅគឺនាំគ្នាថាជួបសម្លាប់នេះមិនមែនជាជនដៃដល់ទេចុះពីខាងបដិជគុណម្ចាស់វិញធ្លាប់មានព័ត៌មានតកតងក្នុងរឿងនេះទេថាតើជួបសម្លាប់នឹងជាជនដៃដល់ឬមិនមែនជនដៃដល់សូមនិមន្តមានដីកាបដិជគុណអូជំរាបពរសាធុញោមជនច័ន្ទនិងជំរាបពរញាតិញោមអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់តាំងពីថ្ងៃបាញ់សម្លាប់លោកបដំបណ្ឌិតកែមលីភ្លាមហើយអាត្មានិយាយតាមសម្លេងអាស៊ីសេរីនេះថាជាល្ខោនលេងក្នុងរូងអត់យ៉ាងណូនអាត្មានិយាយតាំងពីដើមហើយអាត្មាចង់ឮមន្ត្រីរដ្ឋាភិបាលជាពិសេសខាងនគរបាលខាងប៉ូលីសអីហ្នឹងសារភាពត្រង់ទៅថាជិតសម្លាប់ហ្នឹងមិនមែនជាឃាតករទេហើយក៏ពុបហេតុនៃការសម្លាប់នោះមិនមែនដោយសារលុយ$3,000នឹងទេបើនិយាយតាំងពីដើមគឺអត់ឆ្ងល់ទេប៉ុន្តែហេតុអី 5K កន្លងក្រោយការស្លាប់គិតនឹងនិយាយនេះអានេះធ្វើឲ្យគេសង្ស័យទៀតណានឹងដែលស្មាមើលឃើញប៉ុន្តែតាកទៅខាងដើមបន្តិចក្រោយពីការស្លាប់លោកបណ្ឌិតកែមលីក្នុងថ្ងៃតែមួយហើយរយៈពេលថាកន្លះម៉ោងក្រោយមកយើងឃើញមានព្រឹត្តិការណ៍ដែលស្មាសង្កេតឃើញគឺការផ្លាស់ប្ដូរទីតាំងស្លាប់ភ្លាមគេថាជួបសម្លាប់ហ្នឹងនៅស្រុកស្វាយជែកប្រទេសមានជីបន្ទាប់មកគេថានៅគិរីវង្សខេត្តតាកែវហើយចុងក្រោយបានអាឡូបាទយើងដាច់ពីបដិជគុណបុត្របន្ទិញទៅហើយយើងនឹងព្យាយាមភ្ជាប់ជាមួយនឹងបដិជគុណទៀតពីព្រោះថានៅថ្ងៃនេះក៏យើងបានដឹងដំណឹងមកថាបដិជគុណបុត្របន្ទិញដែលជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនឹងក៏បដិសេធមិនទទួលយកគ្រឿងអេសរិយយសមុនីសារភ័ណ្ឌថ្នាក់ធិបតីសម្រាប់ស្នាដៃការពារនិងថែរក្សាធនធានធម្មជាតិពីប្រមុខរដ្ឋាភិបាលលោកហ៊ុនសែនតាមការស្នើសុំរបស់ក្រសួងបរិស្ថាននោះទេប្រដេជគុណបុត្របន្ទិញមានធរដីកាថាការដែលព្រះអង្គមិននិមន្តទទួលយកគ្រឿងអេសរិយយសនេះគឺដោយសារតែព្រះអង្គបានលាលែងពីតួនាទីរបស់ព្រះអង្គជាមេដឹកនាំបណ្ដាញព្រះសង្ឃឯករាជ្យបាទកាលពីថ្ងៃទី12ខែសីហាឆ្នាំ2016រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការជូនមេដៃមុនីសារភ័ណ្ឌថ្នាក់ធិបតីពីរដ្ឋាភិបាលដល់ប្រដេជគុណបុត្របន្ទិញនិងបដិជគុណប៊ុនសាលូតដែលជាមេគុណខេត្តឧត្តរមានជ័យយើងនឹងព្យាយាមភ្ជាប់ជាមួយនឹងបដិជគុណបុត្របន្ទិញម្ដងទៀតដើម្បីឲ្យព្រះអង្គមានធរដីកាបញ្ចប់អំពីតកតងនឹងរឿងតើជួបសម្លាប់នឹងជាឃាតករជាជនដៃដល់ឬមិនជនដៃដល់ហើយបន្ទាប់មកទៀតយើងនឹងស្នើដល់បដិជគុណបុត្របន្ទិញដើម្បីឲ្យព្រះអង្គមានធរដីកាតកតងទៅនឹងការដែលព្រះអង្គបដិសេធមិនទទួលគ្រឿងអេសរិយយសមុនីសារភ័ណ្ឌថ្នាក់ធិបតីនេះឥឡូវនេះអ្នកបច្ចេកទេសបានផ្ដល់សញ្ញាមកថាយើងបានភ្ជាប់ជាមួយនឹងបដិជគុណបុត្របន្ទិញឡើងវិញហើយខ្ញុំកណាសូមថ្វាយបង្គំម្ដងទៀតបដិជគុណអូសាធុខ្ញុំមិនស្ដាប់អាត្មាឮខ្លះទេអត់ឮសោះទេបដិជគុណខ្ញុំកណាសូមសួរឡើងវិញម្ដងទៀតថាតើបដិជគុណដែលធ្លាប់ធ្វើការពីរឿងតាក់ទងជាមួយនឹងលោកបណ្ឌិតកែមលីហើយបន្ទាប់មកទៀតជាសមាជិកមួយរូបនៅក្នុងចំណោមគណៈកម្មាធិការរៀបចំពិធីបុណ្យលោកបណ្ឌិតកែមលីនឹងតើបដិជគុណគិតថាជួបសម្លាប់នេះជាជនដៃដល់ឬក៏មិនមែនជាជនដៃដល់ទេសូមនិមន្តមានធរដីកាប្រគុណម្ចាស់អូជំរាបពរសាធុញាតិញោមអ្នកស្ដាប់អធិស្រីញោមជនទាំងបុត្រនិងសហការីតាំងពីដើមដៃឡើងមកថាបាននិយាយច្បាស់ជាមួយនឹងសម្លេងអាស៊ីសេរីគឺជួបសម្លាប់នេះជារឿងល្ខោនមួយដែលមានអ្នកដឹកនាំរឿងច្បាស់លឹះអ្នកពន្ធរឿងសុខនេតកម្មដែលប៉ុន្តែអកុសលពីសម្ដែងក្នុងរូបអត់យ៉ាងណូនអានឹងជាភាសាដែលអាត្មាបាននិយាយទៅកាន់ញាតិញោមកាលពីលោកកែមលីស្លាប់ថ្ងៃទី10កក្កដាហ្នឹងហើយត្រឡប់មកទស្សនវិជ្ជានេះវិញអាត្មាជិះទៅរឿងខាងដើមបន្តិចគឺថ្ងៃដែលលោកឧត្តមបណ្ឌិតកែមលីត្រូវបានគេបាញ់សម្លាប់នោះមានរឿង3កើតឡើងក្នុងរយៈពេលតាជាង1ម៉ោងក្រោយពីការបាញ់សម្លាប់គឺព្រឹត្តិការណ៍8ទីតាំងទី1គឺក្រោយពីស្លាប់ភ្លាមថាលោកជួបសម្លាប់នៅស្រុកស្វាយជែកខេត្តប្រទេសមានជីមួយគណៈពេលក្រោយមកគេថាអូនៅស្រុកពីវងខេត្តតាកែវមានអត្តសញ្ញាណមានអីច្បាស់លាស់ហើយចុងបញ្ចប់បានសាច់រឿងហ្នឹងមកធ្លាក់មកនៅខេត្តសៀមរាបហើយជួបសម្លាប់ហ្នឹងនៅខេត្តសៀមរាបហើយអាត្មាបានដឹងរឿងច្បាស់ថា
ដូចละครនេះព្រោះកាលណាស្ទែងក្នុងពេលតែមួយមានទូយៈមានទូដាច់មានអីចេញមកចាអេនៅក្នុងរូងអញ្ចឹងប្រកាសតែមានអីអាត្មាត្រូវតាមដានអញ្ចឹងតាមដានភ្លាមមកគេប្រកាសក្តែងមកថាឈ្មោះសម្រាប់ដល់ពេលមក10យប់អាត្មាថាអត់មានឈ្មោះសម្រាប់ទេមានឈ្មោះអ៊ឺតអាងអញ្ចឹងបានក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមធ្វើជាឆ្ងល់ងឿងឆ្ងល់ថាមិនដឹងថាហេតុអីបានបុគ្គលម្នាក់នេះមិនព្រមឆ្លើយឲ្យត្រង់ហើយហាក់បីដូចជាមានការរៀបចំបង្វេដានហើយថ្ងៃនេះព្រោះតែមានញោមខៀវសុភ័ក្រលើកឡើងមកថាគាត់សប្តាហ៍គាត់មិនទិលបើនិយាយចឹងតាំងពីដើមមកអាត្មាអត់ស្គាល់ពីច្រើននេះនិយាយឲ្យច្បាស់ថាជួបសម្រាប់នឹងអាចមិនមែនតែអ្នកដែលសម្រាប់ផ្ទាល់ហើយក៏មិនមែនសម្រាប់ក្នុងពុកប្រហែលថវិកា$3,000នឹងដែរបើនិយាយឲ្យច្បាស់តាំងពីដើមមកគឺអត់សង្ស័យទេអានឹងយមិនពូហើយដូចយើងមើលសម្បកជេចឹងកាលណាជេណាំវ៉ាសម្បកឃីវគេដឹងថាគុំថាខ្ចីបកមកឲ្យគេទទួលទៀតអានឹងបើយើងមើលទៅសម្បកនឹងវាដូចថាខ្ចីអ្នកខ្លះមិនដែលធ្លាប់ទទួលជេដំបងដែលសម្បកឃីវនឹងគឺគេអត់ហ៊ានទទួលទៀតទេគេថាខ្ចីព្រោះមើលទៅសម្បកវាមិនចិនទុំអានឹងដូចគ្នារឿងសម្រាប់លោកកែមលីនឹងបើបកជេគេមើលតាំងពីពេលនោះគេអត់ថាខ្ចីថាទុំទេគេថាវាច្បាស់ថាទុំទទួលទៀតបាននឹងរឿងបាត់ហើយបានអាត្មាយងមកលើទស្សនវិជ្ជានេះមើលថាละครនេះវាមានភាគកាលណាละคរដែលគេលេងមករឿងចប់ហើយមានរឿងថ្មីមួយទៀតស្ដេចថ្មីគេអត់ដែលលេងละครរឿងពីរស្ដេចតែមួយគេត្រូវឈ្មោះស្ដេចផ្សេងហើយក៏តួអង្គស្ដេចនឹងក៏ផ្សេងគ្នាដែរអញ្ចឹងយ៉ាងណាមិញរឿងឃាតកម្មសម្រាប់លោកបណ្ឌិតក្តីនេះដល់រាប់ណារោយុទ្ធធម៌មិនបានរោការគិតពិតមិនឃើញគឺទូអ្នកសម្រាប់នៅតែដូររហូតថ្ងៃនេះគេសង្ស័យថាមិនមែនជុតសម្រាប់ថ្ងៃក្រោយគេសង្ស័យថាអ្នកមួយផ្សេងទៀតហើយថ្ងៃក្រោយមួយទៀតគេសង្ស័យថារឿងមួយផ្សេងទៀតហើយរឿងនេះក្រសួងមានសមត្ថកិច្ចរួមទាំងតុលាការផងអាត្មាជឿពួកនេះអត់ចាត់វិធានការឲ្យបានទាន់ពេលទេគឺទុកឲ្យអូឲ្យយើងសង្ស័យឲ្យយើងព្រោះជាចេតនាយូរហើយលោកគុំសំមុនក៏យើងភ្លេចបាត់ទៅហើយជាវិជាក៏យើងភ្លេចបាត់ទៅហើយយើងនិយាយរោហើយឈុតវិធីក៏យើងភ្លេចបាត់ទៅហើយអញ្ចឹងគេស្គាល់ចរិតលក្ខណៈរបស់ខ្មែរយើងស្ដាយអត់តៅទេចាប់ភ្លេចអញ្ចឹងគេពងអូហើយគេលេងរឿងមួយហើយមួយទៀតគេលេងតែរឿងភាគពីព្រោះខ្មែរយើងចូលចិត្តមើលរឿងភាគអញ្ចឹងគេសម្ដែងរឿងបែបរឿងភាគហ្នឹងយើងតាមមើលបន្តហើយយើងនឹងចាប់ផ្ដើមភ្លេចតួអង្គសំខាន់ប៉ុន្តែអាត្មាអង្កេតមើលរឿងមួយទៀតអាត្មាឃើញគេក៏លោកខ្លាឃ្លុពីក្មេងៗកាលណាគេព្យាយាមយកគ្រប់ខ្លាឃ្លុក៏លោកអុយទៅក្រមឲ្យក៏លោកវិលជុំគឺចាញ់អានេះយើងមើលឃើញគេព្យាយាមបង្វេដែរថាគេដាក់ឃ្លុទៅក្រមគេក៏លោកវិលជូរឡើងចូលឡើងចាញ់ឃ្លុហើយអញ្ចឹងបានថាបើសិនជាពួកនេះមិនមែនជាអ្នកក៏លោកខ្លាឃ្លុមិនមែនជាអ្នកលេងល្ខោនទេបង្ហាញកាមេរ៉ាសុវត្ថិភាពដំបងដៃមកហើយបើសិនមាននិយាយតាំងពីដើមថាជួបប្រាប់អាចមិនមែនជាជួបសម្រាប់ពីព្រោះក្នុងប្រវត្តិសាស្ត្រខ្មែរអាត្មាលើកហើយថាអាត្មាកើតអាយុច្រើនហើយក្នុងប្រវត្តិសាស្ត្រមិនដែលមានពូជខ្មែរណាតាំងពីសម័យមហាពោធិដល់លើពីមិនដែលហ៊ានដាក់ឈ្មោះកូនណាអាចសាហាវជួបសម្រាប់អញ្ចឹងទេអានឹងកំភ្លែងក្នុងល្ខោនដូច្នេះហើយបើសិនប្រាប់គេក្រសួងមហាផ្ទៃខ្លួនឯងជាក្រសួងផ្ទៃម្បែងហើយបើមិនដឹងថានៅក្នុងផ្ទៃខ្លួនឯងមនុស្សឆ្វេងមានម៉ាននេះផងវាដូចជាកុហកពេកលេងល្បែងផ្ទះខ្មែរយើងគេហូបពេលមើលល្ខោនហើយខ្មែរឥឡូវគេមើលទីឌីខ្មែរគេមើលរឿងកុនតែអីមន្ត្រីរដ្ឋាភិបាលហើយនឹងរដ្ឋាភិបាលខ្មែរយើងចូលចិត្តចាក់ល្ខោនតែឥឡូវគេថតកាមេរ៉ាមួយដែលអត់ប្រើទេគេថត digital ហើយអីបានយើងនៅតែប្រើអាកម្មមានស្វីលអានឹងគេឈប់លេងទៅឥឡូវដែរអញ្ចឹងពួកខ្មែរឥឡូវគេយល់ដឹងច្រើនណាស់ថាហើយព្រឹត្តិការណ៍មួយទៀតដែលចាប់ផ្ដើមបង្វែឲ្យខ្មែរនឹងវង្វេងគឺដល់តែមួយបង្វែឲ្យវង្វេងហើយឃើញរឿងមួយដែលសំខាន់ចាំបាច់អញ្ចឹងមកប្រាប់ញាតិញោមក្រោយពីស្លាប់ហើយគេឲ្យមនុស្សសំខាន់ហើយប្រពន្ធពួកដែលមានមួយចំនួនធំក្នុងពួកនឹងគេថារឿងសម្រាប់កែមលីមិនមែនអ្នកនៅផ្ទះជាមួយគ្នាឬក៏ជនរួមជាតិខ្មែរនឹងអ្នកសម្លាប់ទេអាចអ្នកផ្សេងសម្លាប់ហើយយើងចាប់ផ្ដើមជឿបណ្ដោយអូអានេះបរទេសជាជនយើងអានេះហើយណែគេលូកដៃចូលពីក្នុងធ្វើឲ្យខ្មែរមានសុភមង្គលគេថាបានប៉ុន្តែចំពោះអាត្មាមិនជឿទេមិនជឿថាអ្នកហែលឆ្លងមហាសមុទ្រមកបាញ់ខ្មែរទេអាត្មាអត់ជឿអាចជាចេតនាអ្នកដទៃអត់ឲ្យខ្មែរបានប៉ុនអ្នកបាញ់គឺខ្មែរគ្នាឯងហ្នឹងហើយព្រោះក្នុងទម្ពើប្រវត្តិសាស្ត្រខ្មែរយើងងើប3លានអ្នកជាងខ្មែរអ្នកសម្លាប់ដូច្នេះថ្ងៃនេះធ្វើបង្កើតសាលាក្តីខ្មែរក្រហមមកដល់ពីរោទៅឃើញតែនួនជាទៅស្អីណាសាក់ខ្មែរទាំងអស់ដូច្នេះជំហានទី1យើងហេតុអីបានខ្មែរនៅតែបន្តសម្លាប់ខ្មែរហើយហេតុអីនៅបញ្ញវន្តរស់អត់បានយូរ
យើងរកអាឫសគល់នឹងឲ្យច្បាស់ឈប់សម្ដែងប៉ុនទីទៅនិយាយរឿងឲ្យត្រឹមត្រូវមកឲ្យខ្មែរជឿបងណាដេកគុណម្ចាស់ក៏ប៉ុន្តែដេកគុណម្ចាស់អាចបញ្ជាក់បានទេចំពោះភ័ស្តុតាងនានាដែលដេកគុណម្ចាស់ធ្វើការជិតដិតជាមួយនឹងលោកបណ្ឌិតកែមលីហើយដេកគុណម្ចាស់នឹងក៏ខ្ញុំកណាដឹងថាក៏ស្រាវជ្រាវក៏មានដំណឹងគេប្រាប់ដល់ដេកគុណម្ចាស់ច្រើនណាស់ដែរអំពីថាអ្នកណាជាជនដៃដល់បាញ់សម្រាប់លោកបណ្ឌិតកែមលីនោះតើបដិគុណម្ចាស់ផ្ទាល់បានទទួលដំណឹងនានាមកហ្នឹងតើភាគច្រើនចង្អុលទៅជួបសម្លាប់នឹងអ្នកជនដៃដល់មែនឬក៏មិនមែនប្រគុណសម្បត្តិដៃហ្នឹងអាត្មាមិនជឿថាជួបសម្លាប់នឹងអ្នកសម្លាប់ទេប៉ុន្តែដល់ពេលព្យាយាមកលុកដោយអាត្មាថាគ្រឹបខ្លះគ្រូអាត្មាព្យាយាមកលុកអាត្មាជឿថាវាចេញអាណាដែលគេខ្ទេបាំងហើយឥឡូវនេះគេព្យាយាមលាក់បាំងជួបសម្លាប់ទៅវិញថាមិនអ្នកសម្លាប់ប៉ុន្តែអាត្មាបកគីពំវែចេះអាត្មាជឿថាជួបសម្លាប់វិញព្រោះអាត្មាពេលអាត្មាអង្គុយមើលសាច់រឿងកាលណាព្យាយាមដូរតួអង្គក្នុងរឿងមួយដែលមិនទាន់ចប់ដូរតួអង្គគឺមានន័យថារឿងនឹងពំវែបានដូច្នេះជួបសម្លាប់អាចជាតួអង្គសំខាន់ហើយបើតាមពុទ្ធដែលមានដឹងច្បាស់ថាជួបសម្លាប់នេះបានឡើងទៅភ្នំពេញញយផងហើយគេបានសិក្សាច្បាស់ថាជួបសម្លាប់នេះធ្លាប់ប្រើកំភ្លើងជួបសម្លាប់ធ្លាប់ធ្វើទាហានដូច្នេះនឹងអត់បាក់ពំពាកពំពន់យូរទេម្ដងពីរដងអាចចេះបាញ់អានឹងដែលស្មារមើលឃើញថារឿងនេះកាលណាព្យាយាមពង្វែចឹងទៅញោមហើយលពនចេះណាស់ដូចស្មារថាឈប់លេងទៅពីថត digital អីថត film វាហូបពីឡើយចឹងអាស្មារថាបើព្យាយាមពង្វែមិនបង្ហាញការពុតបង្ហាញកាមេរ៉ាស្មារជឿថារឿងនេះបង្កើតពេញទំហឹងហើយធ្វើឲ្យយើងពង្វែឲ្យវិញនៅស្មារខាងដើមអាស្មារជឿនឹងហើយអរគុណទេគុណម្ចាស់ខ្ញុំកណាចង់សួរសំណួរមួយទៀតថ្ងៃនេះប្រគុណម្ចាស់មានដីកាថាប្រគុណម្ចាស់នឹងមិនទទួលយកគ្រឿងអេសារិយយុមនីសារភ័ណ្ឌថ្នាក់ធិបតីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងស្នើប្រគល់ឲ្យដីគុណម្ចាស់ទេដីគុណម្ចាស់បានមានដីកាថាការដែលប្រគុណម្ចាស់មិនព្រមទទួលនេះពីព្រោះថាប្រគុណម្ចាស់លែងជាមានតួនាទីជាអ្នកដឹកនាំបណ្ដាញព្រះសង្ឃឯករាជ្យនោះហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះប្រគុណម្ចាស់ក៏ធ្លាប់មានសង្ឃដីកាថាប្រគុណម្ចាស់អាចទទួលយកបើសិនរដ្ឋាភិបាលបំពេញលក្ខខណ្ឌ3ជូនប្រគុណម្ចាស់លក្ខខណ្ឌនោះគឺថាមានការវែករោគមុខឃាតករសម្រាប់លោកបណ្ឌិតកែមលីការបង្ហាញកាមេរ៉ាសុវត្ថិភាពការអនុញ្ញាតឲ្យធ្វើពិធីបុណ្យសពនឹងដោយមិនមានការរារាំងអីជាដើមហើយឥឡូវមកដល់ពេលនេះនឹងគឺថាការបង្ហាញកាមេរ៉ាសុវត្ថិភាពនឹងនៅតែមិនទាន់បង្ហាញតើអាចមកពីការដែលមិនបំពេញលក្ខខណ្ឌគ្រប់ទាំង3នឹងដែរទេក្រៅពីការដែលប្រគុណម្ចាស់លាលែងចេញជាលែងជាមេដឹកនាំបណ្ដាញព្រះសង្ឃឯករាជ្យនឹងអាចមកពីហេតុផលដែលមិនបានបំពេញទាំង3នឹងទេប្រគុណអូជំរាបពូណែរឿងនេះថាបានលើកឡើងយ៉ាងដូចនោះមែនហើយអាត្មាមិនហ៊ានទទួលដោយរឿងថ្មីៗនេះអាត្មាវារីអ៊ីត្រង់ថាវាគីក្នុងអារម្មណ៍ព្រីគេកាប់ហូរដូចទឹកហើយយ៉ាងពេញទំហឹងប្រហែលថ្ងៃនេះគឺថាធ្ងន់មែនទែនរហូតដល់អាត្មាបានសហការគេចាប់ក្រុមហ៊ុនដែលធំកាប់ព្រីអនុក្រឹត្យព្រះវិនុកាប់នឹងពេញទំហឹងឃើញគេចាប់បានខ្លះមកហើយអាត្មាបានសន្យានៅក្នុងចិត្តថាគេទទួលអ្វីមួយដែលចង្អុលបង្ហាញពីការប្រឹងប្រែងរបស់យើងតែយើងធ្វើជុំទៅចប់ចុះឥឡូវរឿងហ្នឹងមានទិនចប់អីណាព្រីនៅតែប្រែស្មោះអត់ទិនជុកជីឬការការពារព្រីផងហើយបើព្រមទទួលនឹងដូចជាអាត្មាកុហកជីវិតខ្លួនឯងពីហើយលូងចិត្តខ្លួនឯងពីហើយអាត្មាចាំភាសាញោមនាយករដ្ឋមន្ត្រីថាឈប់ធ្វើការលូងចិត្តនឹងនិយាយកក់ការទូតចឹងនិយាយការពុតខ្លះទៅហើយអាត្មាប្រាប់នាយករដ្ឋមន្ត្រីហើយថាព្រីឈើគេនៅតែកាប់ដែរញោមឈប់គុំអើយអារឿងមីដែរមកនឹងបើញោមចង់អើយមីដែរអាត្មាគឺមិនធានាថាមានយន្តការកាប់ព្រីឲ្យខ្មែរបានទឹកដីសុខព្រោះខ្មែរយើងនឹងអាចរងគ្រោះដោយសារបញ្ហានៃការបាត់បង់ព្រីនៅពេលខាងមុខនេះរងគ្រោះធំណាស់អញ្ចឹងអាត្មាទទួលអត់កើតទេរឿងមួយទៀតអាត្មាគិតថាលក្ខខណ្ឌដែលអាត្មាបិណ្ឌបាត់ញោមនាយករដ្ឋមន្ត្រីហើយនឹងសាលារាជធានីភ្នំពេញបានច្រើនមកហើយគឺវេកមុខចេតកោនៅមិនទាន់ឃើញហើយកាមេរ៉ាមិនទាន់បង្ហាញតែអោយធ្វើបុណ្យរឿងថ្ងៃបានមួយអញ្ចឹងមួយក្នុងចំណោម2ថែម2បើគេធ្វើឲ្យគ្រប់ហើយមានន័យថាអវិស្មាខំប្រឹងធ្វើវាចប់តែស្មានថា
បើចប់ហើយយើងខ្លាចអីនឹងទទួលឬប៉ុណ្ណឹងហើយមួយដល់អាត្មាต้องអ្នកដទៃកាលណាគេធ្វើអីគេបានសមិទ្ធផលហើយគេចង់បានស្នាដៃហើយពេលដែលអាត្មាទទួលបានស្នាដៃបានមីដៃពីប្រមុខរដ្ឋអាត្មាមានអីត្រឹមទូម្នេញទទួលប៉ុន្តែដោយអាត្មាលើកខាងដើមអាព្រីក៏នៅតែបន្តកាប់ហើយថាទទួលវាកើតហើយលក្ខខណ្ឌដែលយើងគិតថាលក្ខខណ្ឌនឹងល្អហើយលក្ខខណ្ឌនេះអាត្មាគិតថាមិនមែនដាក់បន្ទុកទៅញោមនាយករដ្ឋមន្ត្រីគឺរដ្ឋាភិបាលទេប៉ុន្តែទូជវិញជួយឲ្យមហាជនខ្មែរនឹងមើលមកឃើញថារដ្ឋបាលនឹងស្អាតស្អំត្រង់ថាករណីលោកកែមលីមនុស្សរង្គើហើយប៉ះទល់ដល់ប្រយោជន៍សម្លេងឆ្នោតគណៈបកប្រជាជនកម្ពុជាធំហើយគណៈបកប្រជាជនកម្ពុជាព្រមទាំងរដ្ឋាភិបាលហ៊ានបើកមុខហ៊ានវេកមុខបង្កើតទឹកឆ្លេងមានន័យថាគណៈបកប្រជាជនស្អាតស្អំហើយរដ្ឋាភិបាលមុនសែនស្អាតហើយប្រជាពលរដ្ឋខ្មែរនឹងបន្តគ្រប់គ្រងតទៅមុខទៀតហើយបើគេគ្រប់គ្រងញមុនតទៅមុខទៀតដោយសារបង្ហាញភាពស្អាតស្អំរយយុទ្ធសាស្ត្រជូនលោកកែមទីដែលជាភាសាខ្មែរថាគ្រូឬក៏គូរូមនុស្សដែលអាត្មារៀនសូត្រចាប់ទុកជាគូរូអាត្មាសប្បាយចិត្តពួកគេរកការពុតឲ្យគ្រូខ្ញុំអាត្មាសប្បាយចិត្តនឹងទទួលប៉ុន្តែឥឡូវមានបានអីទាំងអស់នោះបានមកកូនជ្រុងហើយយើងបើសិនជាផ្លឹងគីឡូវិញមក10ខំបាន1គីឡូអានេះទៅបខំនៅ4ខំទីផ្លឹងឲ្យគ្រប់មកមកយកផ្លឹងឲ្យគ្រប់យកទៅអីបានពូរឿងប៉ុណ្ណឹងហើយរឿងទី3អាត្មាគឺថាអាត្មារីខ្លួនដែលការពៀព្រីមិនកើតធ្វើទៅវាមិនបានអាត្មានាងនេះមកគឺថាអ្នកណាគឺប្រធានបណ្ដាញប្រតង់ទីអង្គណាថ្មីមានដៃគូតែបំពាក់ទៅអ្នកនឹងក៏ល្អទៅយ៉ាងដែលយើងលើកទឹកចិត្តមនុស្សក្មេងៗទៅព្រោះអាត្មាបើអាត្មាទទួលដោយអាត្មាថាអញ្ចឹងអាត្មាមិនអាចទទួលសញ្ញាបត្រមុនការសិក្សាទេពេលដែលបញ្ចប់ការសិក្សាបានទទួលសញ្ញាបត្របានអានឹងដូចគ្នាហើយអាត្មាបាននិយាយជាមួយនាយករដ្ឋមន្ត្រីផ្ទាល់មើលថាញោមបើសិនជាមានឆន្ទៈប្រកបវិជ្ជាច្បាស់លើការពីព្រីគឺអាត្មាហ៊ានពាក្យលីហ៊ានចំណាយកម្លាំងធម្មពលអាយុជីវិតអីនឹងគឺពាក្យលីដើម្បីព្រីប៉ុន្តែឲ្យតែប្រកបគុំធ្វើលួងចិត្តគ្នាញោមក៏មិនត្រូវលួងចិត្តអាត្មាក៏មិនត្រូវលួងចិត្តញោមបើញោមមានធ្វើអាត្មាធ្វើហើយរឿងហ្នឹងអាត្មាលាលែងពីបណ្ដាញមែនប៉ុន្តែព្រីអាត្មានៅតែគិតពីព្រោះអាត្មាគឺថាកើតមកនៅក្នុងព្រីហើយឆ្លាញ់ព្រីវាជាធាតុមួយនៃជីវិតដែលទឹកភ្លៀងចង់ដល់ព្រីដែរបើអត់មានព្រីអត់មានភ្លៀងអត់មានផលដូច្នេះអាត្មាគឺថាជាចំណែកមួយនៃជីវិតអាត្មាមកនៅតែបន្តប៉ុន្តែញោមនាយករដ្ឋមន្ត្រីរឿងថ្ងៃនេះគាត់ភ័យហើយគាត់មានបដិសារីនឹងការពារព្រីមិនបានដូច្នេះបើញោមលែងធ្វើមានវិបដិសារីភ័យនឹងការពារព្រីមិនបានឲ្យមានដែរអាត្មាទៅលួងចិត្តតែហ្នឹងគេដែលណាគេលេងលួងចិត្តអញ្ចឹងគេលេងយកសមិទ្ធផលហើយបើយើងលេងលួងចិត្តលេងទៅអីអាហ្នឹងណាមើលពូប្រគុណម្ចាស់អញ្ចឹងថ្ងៃនេះគឺជាថ្ងៃដែលប្រគុណម្ចាស់បានជម្រាបទៅលោកនាយករដ្ឋមន្ត្រីជាផ្លូវការថាប្រគុណម្ចាស់មិនទទួលយកគ្រឿងអិសរិយយសនោះជាចុងក្រោយឬមួយក៏យ៉ាងណាប្រគុណតែអាត្មាធ្លាប់និយាយប្រាប់គាត់មុនមកយូរហើយថាគំពាកទៅវាអត់ចំណេញវាខាតទី1គឺធ្វើឲ្យអាត្មាជឿថាអាត្មាដល់ទីបញ្ចប់ហើយជាអាត្មាឈប់ធ្វើអីតទៅដូចថាវាបើអាត្មាវិញស្មើមើលការពាក្យនេះដែរអាត្មាគិតថាជាការបំបាក់ស្មារតីឲ្យលឺយល់ថាយើងជោគជ័យហើយយើងលែងធ្វើអីតទៅដូចមនុស្សរៀនចប់ហ្នឹងមិនពូបើឲ្យទាំងអ្នកបានដិតហើយវាចប់បាត់ហើយរៀនអីពេកបើរៀនប្រគុណម្ចាស់មិនទទួលយកគ្រឿងអិសរិយយសនឹងពីលោកនាយករដ្ឋមន្ត្រីប្រគុណម្ចាស់មិនខ្លាចព្រះលោកនាយករដ្ឋមន្ត្រីអន់ចិត្តទេគាត់អន់ចិត្តយូរទៅហើយអាត្មាថាបើអុយគាត់កាន់តែអន់ខ្លាំងបើសិនជាមិនអុយអានឹងអាចជារឿងមួយតថ្លៃគ្នាថាដែលគុណមុនជួយខ្ញុំកណារឿងព្រីដែលគុណជួយធ្វើកិច្ចការដែលគុណពេញចិត្តដែលគុណមុនអាត្មាធ្វើប៉ុន្តែទិនរត់ជីវិតអាត្មាចូលចិត្តអ្នកណាលួងទេមិនពូអ្នកដែលស្គាល់រស់នៅជាមួយគេដឹងថាមិនចូលលួងហើយអាត្មាចូលចិត្តធ្វើអ្វីដែលអាត្មាចប់ហើយបើថាអាត្មាធ្វើឲ្យមកលួងអាត្មាអញ្ចឹងបើអត់ចិត្តទៅពួកឯងមានលួងអាត្មាដែរមិនអាត្មានេះលួងណាមិនពូមានរឿងអីចាប់ទូមិននេះអាត្មាប្រាប់ញោមនាយករដ្ឋមន្ត្រីចឹងតែញោមនាយករដ្ឋមន្ត្រីថាកាលណាពេញចិត្តដែលគុណរឿងនិយាយត្រង់គុំពិបាកការទូតែនិយាយចឹងអាត្មាប្រាប់គាត់ថាគុំលួងអាត្មាបើចង់ឲ្យអាត្មាឆ្លាញ់ពីអាត្មាបានយូរគុំលួងអាត្មាគុំអុយអាហ្នឹងប្រាប់គាត់អញ្ចឹងហើយបើគាត់ខឹងខ្ទោះអាហ្នឹងមានអីវត្តកលផ្សេងទៀតណាមួយតកលហ៊ុនមួយតកលបុតខឹងទៅអាត្មាអត់មានទូមនេះអីទេក៏ប៉ុន្តែប្រគុណម្ចាស់ការដែលបដិសេធសំណើរបស់លោកនាយករដ្ឋមន្ត្រីនឹងអាចធ្វើឲ្យព្រះអង្គមានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ប្រកាយរបស់ព្រះអង្គដែរទេប្រគុណចាស់ណែ
អត់ពីទេមិនពោប៉ុនបើនិយាយថាបើងើបខ្លាចងើបព្រោះចង់នៅរស់ធ្វើការពារព្រៃអីបន្តណែបើថាឲ្យខ្លាចពីគម្រាមស្មាដូចមិនសូវខ្លាចមិនពោដូចជាវារឿងធម្មតាលោកកៃនេះរឿងទីវាជារឿងធម្មតាមនុស្សគ្រប់គ្នាកើតមកមានភ័យស្រេចណាភ័យទី1ខ្លាចអត់ស្មើមុខស្មើភ័យទី2ខ្លាចធ្វើអីមិនជោគជ័យរឿងដែលស្មើភ័យធំជាងគេមិនមែនភ័យឲ្យនាយករដ្ឋមន្ត្រីខឹងទេរឿងដែលភ័យធំខ្លាំងជាងគេខ្លាចទុនធានធម្មជាតិរបស់ប៉ុនខ្មែរវារលាយសោះតូនហើយខ្មែរជំពាក់ទីច្រើនបងប្អូនខ្មែរនឹងមិនដឹងយកស្អីតត់ទិលគេទេពីព្រោះពូយើងជំនាញនៅស្ទើចំណេះនៅទៀបហើយរស់ដល់ពឹងលើទុនធានធម្មជាតិចិញ្ចឹមកពីចុះឥឡូវបើទុនធានធម្មជាតិវាអស់អាលីងទៅយើងទៅទូរស់ហ្មងពួកយើងទៅគណិតកម្មយូរណាស់ហើយវារមុំទៅដល់ពេលដែលទុនធានរបស់ប៉ុនខ្មែរនឹងត្រូវបានខ្មែរប្រើប្រាស់ប៉ុន្តែឥឡូវវាអត់បានខ្មែរប្រើណាអានឹងវាស្មាត់ភ័យខ្លាំងជាងគេហើយសូមបិណ្ឌបាតបើមិនជឿខ្ញុំនាយករដ្ឋមន្ត្រីគាត់ស្ដាប់រឿងនេះច្រើនណាស់មកបិណ្ឌថាមិនពិបាកធ្វើការលូងចិត្តខឹងសម្បាគម្រាមវិញទេរឿងដែលធំបំផុតសហការធ្វើការគ្នាដែលរឿងដែលអាចមានប្រយោជន៍ជាតិខ្មែរអានឹងល្អហើយបិណ្ឌបាតទៅញាតិញោមពុទ្ធបរិស័ទខ្មែរតាសូមកុំភ័យខ្លាចទីទិញដែលគុណបុត្រទិញពីព្រោះតម្លៃដែលគុណបុត្របន្ទិញមិនមែន commodity នេះថាមិនមែនសម្ភារៈដាក់លក់ក្នុងផ្សារទេហើយធម្មជាតិរបស់ផលិតស្មានេះដូចជាមិនអាចមានតម្លៃត្រឹមការលក់ដូរនៅក្នុងផ្សារទេសម្រាប់ពួកដូច្នេះហើយអាត្មានៅតែតាំងចិត្តថាកិច្ចការយុទ្ធធម៌សង្គមកិច្ចការកាប់ព្រៃទោះជាក្នុងតម្លៃណាពេលណាគម្រាមថ្ងៃណាក៏អាត្មានៅតែធ្វើបើអាត្មាមិនហ៊ានរុកព្រៃអាត្មាដាំក្នុងស្រុកបើអាត្មាមិនហ៊ានតទល់នៅចំពោះមុខមាននៅកាន់កំភ្លើងអាត្មាតទល់ជាមួយមហាជនដាស់មហាជនក្រោកឲ្យមហាជនក្រោកទៅនិយាយបើមិនជាច្រកដែលអាត្មាអាចធ្វើបានមកនៅតែធ្វើអត់មានរៀបថយទេជំរាបពូគណៈសូមអរគុណម្ចាស់ដែលបានបកស្រាយចំណុចទាំងពីរនេះគឺតកតងទៅនឹងគិតកម្មលោកបណ្ឌិតកែមលីហើយនឹងតកតងពីការដែលប្រតិជនបដិសេធមិនទទួលយកគ្រឿងអេសារិយយុសនឹងហើយខ្ញុំគណៈសូមក្រាបថ្វាយបង្គំលាតែប៉ុណ្ណេះសិនហើយយើងនឹងជួបគ្នាបន្តិចទៀតនៅក្នុងការផ្សាយទូរទស្សន៍អាស៊ីសេរីដែលចាប់ផ្ដើមពីម៉ោង 8:35 នាទីបាទខ្ញុំបាទក៏សូមអរគុណលោកបណ្ឌិតមាសនេះហើយនឹងសូមអរគុណលោកអំសំអាតផងដែរហើយយើងក៏នឹងជួបលោកបណ្ឌិតមាសនេះនៅក្នុងការផ្សាយទូរទស្សន៍របស់យើងនាពេលបន្តិចទៀតនេះបាទសូមអរគុណលោកទាំង3បាទសូមជម្រាបលា